Bácជំរាបសួរបាទជំរាបសួរថ្ងៃនេះខ្ញុំសូមនិយាយតាក់ទងទៅលើហៅថាសហគ្រាសឬក៏ហៅថាក្រុមហ៊ុនណាបាទដែលគាត់មានការលំបាកក្នុងការធ្វើ forecasting តាក់ទងទៅលើនឹងសង្វាក់ផលិតកម្មតាក់ទងតម្រូវការអីបាទឧបមាថាឥឡូវយើងមានហៅថាសាខា2ហើយបងប្អូនចង់ហៅថាឥឡូវថាសាខាទី1ឧបមាថាឥឡូវបងប្អូនចង់លក់នំយើងចង់កង្វល់របស់យើងគឺយើងចង់ទៅលើហៅថាតើយើងគួរផលិតនំចំនួនប្រមាណដើម្បីបំពេញតម្រូវការឧបមាថាឥឡូវនៅទីតាំង A យកឧបមាយើងមាន2សាខាមានទីតាំង A ហើយទីតាំង B ហើយទីតាំង A គឺបងប្អូនចង់ហៅថាផលិតតម្រូវការឧបមាថាឥឡូវទីតាំង A បងប្អូនចង់ហៅថាតម្រូវការឧបមាថាឥឡូវចង់លក់ឲ្យដល់$1 លានឬ$2 លានឥឡូវថា$2 លានចុះហើយទីតាំង B បងប្អូនគិតថាលក់ឲ្យបាន5សែនចុះអញ្ចឹងអ្វីដែលបងប្អូនមានបញ្ហាកង្វល់គឺថាតើបងប្អូនគួរផលិតនំចំនួនប្រមាណដើម្បីបំពេញតម្រូវការហ្នឹងបាទអញ្ចឹងយើងមានវិធីសាស្ត្ររបស់យើងក្នុងការគណនារឿងហ្នឹងបាទគឺយើងប្រើតាម matrix របស់យើងមានហៅថារូបមន្តរបស់យើងដើម្បីធ្វើ forecasting រឿងហ្នឹងបាទអញ្ចឹងចំពោះបងប្អូនដែលមានបញ្ហាលំបាកក្នុងការហៅថាតើគួរផលិត product ប្រមាណដើម្បីបំពេញតម្រូវការឬ target ដែលបងប្អូនចង់បានអញ្ចឹង